រសជាតិស៊ុបត្រីក្រហមមួយមុខនេះឆ្ងាញ់ប្លែកតែម្ដងបងប្អូនខុសពីរសជាតិគ្រឿងសមុទ្រឬក៏ស៊ុបសាច់គោដែលយើងធ្លាប់ញ៉ាំរដងបងប្អូនចាសម្រាប់ស៊ុបត្រីក្រហមនេះដែរមានក្លិនឈ្ងុយមានរសជាតិឆ្ងាញ់ហើយរសជាតិជូរហឹរតិចៗបងប្អូនចឹងបងប្អូនយកទៅញ៉ាំអត់ទ្រាំទេបងប្អូនទំនេរថ្ងៃចុងសប្តាហ៍អត់ដឹងទៅណាបងប្អូនអាចធ្វើស៊ុបត្រីក្រហមនេះញ៉ាំលក្ខណៈគ្រួសារបានបងប្អូនធានាថាឆ្ងាញ់ហើយជាពិសេសមេត្រជាក់ទៀតខែហ្នឹងបងប្អូនញ៉ាំទៅនឹងបែកញើសខ្ចាយបងប្អូនអើយជាពិសេសបងប្អូនដែលសល់ហាយពីល្ងាចណាដឹងថាញ៉ាំហើយដឹងថាអែមហ្មងមានកម្លាំងពេញបឹបសម្រាប់គ្រឿងផ្សំមានគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចនិងមើមខ្ទឹមក្រហមតបមកខ្ញុំយកមើមខ្ទឹមសចំនួន1ដុំធំបងប្អូនខ្ញុំចិញ្ច្រាំវាឲ្យម៉ត់សម្រាប់យកទៅបំពងតបមកមានត្រីក្រហមចំនួនកន្លះគីឡូទ្រូងមាន់ចំនួនកន្លះគីឡូទឹកដោះគោឆៅម្ទេសប្រហិតប៉េងប៉ោះនិងផ្សិតចំបើងបន្ថែមដុំស៊ុបខ្នុរចំនួន1ដុំដើម្បីបន្ថែមរសជាតិទឹកស៊ុបយើងឲ្យមានរសជាតិកាន់តែឆ្ងាញ់បើសិនជាបងប្អូនមានគ្រឿងសមុទ្រថែមគ្រឿងសមុទ្រទៀតក៏បានដែរតែចំណែកខ្ញុំប្រើសាច់គោចំនួនវិញខ្ញុំប្រើសាច់គោចំនួន2ខាំហើយពងមាន់ចំនួន2គ្រាប់បងប្អូនសម្រាប់បន្លែវិញខ្ញុំមានស្ពៃបូកគោចំនួន1ដុំតូចបន្ទាប់មកមានពោតក្រហមចំនួន1ផ្លែហើយត្រកួនចំនួន1ដុំហើយខ្ញុំបន្ថែមជាមួយតាំងអោនិងម្អមបងប្អូនម្អមគេអត់សូវចោលពីព្រោះម្អមយកទៅដាក់ជាមួយទឹកស៊ុបយើងមានក្លិនឈ្ងុយប្រហើរបងប្អូនហើយសម្រាប់បន្លែបើសិនជាបងប្អូនចំណូលចិត្តបន្លែអីដាក់តាមចំណូលចិត្តរបស់បងប្អូនទៅសម្រាប់ខ្ញុំមានគ្នាតែ3នាក់អញ្ចឹងខ្ញុំប្រើបន្លែតែប៉ុណ្្នឹងទេបងប្អូនចាសម្រាប់គ្រឿងផ្សំវិញមានតែប៉ុណ្្នឹងឯងបងប្អូនសម្រាប់បងប្អូនដែលចូលចិត្តមើលវីដេអូរបស់នាងខ្ញុំសូមបងប្អូនជួយចុច Subscribe ឬចុចសញ្ញារូបកណ្ដឹងម្នាក់មួយផងសូមអរគុណបងប្អូនទុកជាមុនតោះយើងទៅមើលវិធីធ្វើទាំងអស់គ្នាដំបូងខ្ញុំបំពងខ្ទឹមបងប្អូនចាក់ខ្លាញ់បំពងខ្ទឹមវាឲ្យឡើងក្រហមសឹមយើងដួសទុកមួយឡែកសិនដួសខ្ទឹមសទុកមួយឡែកសិនសម្រាប់ដាក់ជាមួយនឹងស៊ុបយើងពេលដែលស៊ុបយើងឆ្អិនណាបងប្អូនឲ្យស៊ុបយើងមានក្លិនឈ្ងុយបន្ទាប់មកខ្ញុំចាក់ម្ទេសឆាបងប្អូនចាក់ម្ទេសឆាចូលសម្រាប់ពេលដែលបំពងម្ទេសឆាហ្នឹងបងប្អូនប្រើភ្លើងតិចល្មមបានហើយកុំឲ្យម្ទេសយើងខ្លោចហើយរួចហើយយើងកូរវាឲ្យក្រហមបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងរំដេងស្លឹកក្រូចសើចគល់ស្លឹកគ្រៃបងប្អូនលីងវាឲ្យមានក្លិនឈ្ងុយសិនលីងវាយូរបន្តិចទៅបងប្អូនចាសម្រាប់ពេលលីងខ្ញុំលីងប្រហែលជាពី3នាទីសិនទៅណាបងប្អូនតែរយៈពេលលីងហ្នឹងបងប្អូនកុំប្រើភ្លើងខ្លាំងពេកកុំឲ្យគ្រឿងយើងវាខ្លោចយើងលីងឲ្យគ្រឿងយើងមានក្លិនឈ្ងុយល្អសូមយើងដាក់ទឹកចូលសម្រាប់ទឹកនេះដែរខ្ញុំចាក់ប្រហែលជា2លីត្រណាបងប្អូនពីព្រោះគ្នាខ្ញុំតែ3នាក់អញ្ចឹងខ្ញុំប្រើទឹកតែ2លីត្រទៅបានហើយតែចំណែកបងប្អូនមានគ្នាច្រើនបងប្អូនដាក់ទឹកច្រើនពីលើនឹងក៏បានដែរសម្រាប់ទឹកនេះដែរខ្ញុំប្រើទឹកសូធម្មតាទេបងប្អូនបើសិនជាបងប្អូនមានទឹកដូងបងប្អូនប្រើទឹកដូងក៏បានដែរយើងរងាស់វាមកអំពុះសិនទៅណាបងប្អូនចាបងប្អូនឥឡូវទឹករបស់យើងពុះហើយបន្ទាប់មកខ្ញុំដាក់ទ្រូងមាន់ដែលលាងទឹកឲ្យស្អាតណាបងប្អូនខ្ញុំដាក់រងាស់វាបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងដុំស៊ុបខ្នុររបស់យើងបងប្អូនដើម្បីបង្កើនរសជាតិទឹកស៊ុបយើងឲ្យមានរសជាតិឆ្ងាញ់យើងធ្វើការរងាស់វាឲ្យគ្រឿងចូលជាមួយនឹងទ្រូងមាន់យើងសិនណាបងប្អូនពេលដែលរងាស់ទឹកស៊ុបបងប្អូនបន្ថែមគ្រឿងទេសណាបងប្អូនយើងដាក់ស្ករប៊ីចេងអំបិលទឹកត្រីម្សៅរ៉ូឌីតាមតម្រូវមាត់របស់បងប្អូនទៅបើខ្ញុំប្រាប់ពីបរិមាណស្ករប្រមាណប៊ីចេងប្រមាណអាហ្នឹងវាពេលខ្លះអាចត្រូវមាត់របស់បងប្អូនអញ្ចឹងបងប្អូនដាក់តាមតម្រូវមាត់របស់បងប្អូនទៅហើយយើងរងាស់វារយៈពេល15នាទីទៅណាបងប្អូនឲ្យទឹកស៊ុបយើងវាកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់កុំឲ្យមានក្លិនឆ្អាបណាបងប្អូនបន្ទាប់ពីរងាស់ប្រហែលជារយៈពេល15នាទីរួចហើយទឹកស៊ុបយើងឆ្អិនណាបងប្អូនបន្ទាប់មកខ្ញុំធ្វើការស្រង់គ្រឿងដែលយើងរំលីងពីដើមដំបូងណាបងប្អូនយើងស្រង់កុំឲ្យមានកតិកទីព្រោះអីទឹកស៊ុបយើងត្រូវការរៀងថ្លាល្អបងប្អូន
ពេលដែលដួសគ្រឿងចេញអស់ទឹកស៊ុបយើងថ្លាល្អរួចហើយខ្ញុំរំងាស់ត្រីក្រហមមួយវគ្គទៀតណាបងប្អូនដាក់ត្រីក្រហមចូលជាមួយនឹងពោតក្រហមបងប្អូនរំងាស់ត្រីនិងពោតឲ្យឆ្អិនសិនណាបងប្អូនកុំឲ្យបើយើងរំងាស់ត្រីវាអត់ឆ្អិនទឹកស៊ុបយើងក៏អាចនឹងមានក្លិនឆ្អាបអញ្ចឹងយើងរំងាស់វាឲ្យត្រីឲ្យឆ្អិនបន្តិចសិនចាំយើងដាក់បន្លែតាមក្រោយទៀតចាបងប្អូនឥឡូវទឹកស៊ុបរបស់យើងពុះហើយបន្ទាប់មកខ្ញុំបន្ថែមផ្សិតច្បើងបន្តិចនិងប៉េងប៉ោះបើប៉េងប៉ោះខ្ញុំប្រើប្រហែលជា2-3ផ្លែទៅដើម្បីបន្ថែមរសជាតិទឹកស៊ុបយើងឲ្យវាមានរសជាតិជូរតិចណារំងាស់ផ្សិតជាមួយនឹងប៉េងប៉ោះមកពុះសិនទៅបន្ទាប់មកខ្ញុំបន្ថែមប្រហិតហ្នឹងខ្ញុំដាក់ចំនួនប្រហែលជា 4-10 គ្រាប់ទេបើសិនជាបងប្អូនមិនសូវចំណូលចិត្តមិនបាច់ដាក់ក៏បានដែររួចហើយសិមយើងចាក់ទឹកដោះគោឆៅចូលទៅណាបងប្អូនទឹកដោះគោឆៅខ្ញុំប្រើចំនួន1កំប៉ុងដើម្បីបន្ថែមរសជាតិទឹកស៊ុបរបស់យើងកាន់តែមានរសជាតិឆ្ងាញ់ចាពុកម៉ែបងប្អូនសម្រាប់ទឹកស៊ុបនេះដែរមានរសជាតិឈ្ងុយហើយហឹរបន្តិចតមកយើងជូរតិចណាបងប្អូនយើងញ៉ាំទៅអត់តលន់ទេបើសិនជាបងប្អូនចង់ចេះពីវិធីធ្វើស៊ុបត្រីក្រហមបងប្អូនអាចធ្វើតាមវិធីរបស់នាងខ្ញុំបានធានាថាឆ្ងាញ់ហើយចំណាយលុយតិចទៀតបងប្អូនហើយវិធីធ្វើអត់ប្រវាក់ទេងាយស្រួលហើយអត់រញ៉េរញ៉ៃហើយយើងប្រើរយៈពេលខ្លីណាបងប្អូនរយៈពេលប្រហែលជាកន្លះម៉ោងហ្នឹងយើងអាចចម្អិនទឹកស៊ុបមួយឆ្នាំងនេះបានហើយសម្រាប់ទឹកស៊ុបនេះដែរខ្ញុំចំណាយលុយប្រហែលជាអត់ដល់30000ទេណាបងប្អូនប៉ុន្តែបានទឹកស៊ុបមួយឆ្នាំងហើយញ៉ាំលក្ខណៈគ្រួសារមានរសជាតិឆ្ងាញ់ពិសាតែម្ដងឥឡូវទឹកស៊ុបរបស់ខ្ញុំឆ្អិនហើយរួចហើយខ្ញុំដាក់បន្លែចូលណាបងប្អូនបន្លែហ្នឹងមានសិតម្ជុលមានស្ពៃបកគោមានតកួនណាបងប្អូនមានម្អមដែលខ្ញុំប្រាប់បងប្អូនពីខាងដើមវីដេអូហ្នឹងយើងដាក់ចូលទៅយើងញ៉ាំលក្ខណៈគ្រួសារអញ្ចឹងបើសិនជាបងប្អូនមានកូនចង្រ្កានតូចមួយបងប្អូនលើកឆ្នាំងស៊ុបទៅដាក់លើចង្រ្កានហើយយើងដាក់ភ្លើងរឹមពុះតិចណាបងប្អូនធ្វើឲ្យទឹកស៊ុបយើងកាន់តែមានរសជាតិឆ្ងាញ់ណាបងប្អូនបន្ទាប់មកខ្ញុំរំងាស់បន្លែជាមួយទឹកស៊ុបមកពុះសិនរួចហើយសិមយើងដាក់សាច់គោសម្រាប់សាច់គោនេះដែរខ្ញុំហាន់ជាចំណិតស្ដើងរួចហើយយើងលាយជាមួយពងមាន់ចំនួន2គ្រាប់បងប្អូនរួចហើយខ្ញុំបន្ថែមខ្ទឹមបំពងចូលបងប្អូនដើម្បីឲ្យទឹកស៊ុបយើងកាន់តែមានក្លិនឈ្ងុយសម្រាប់សាច់គោវិញបើសិនជាបងប្អូនមិនបាច់ដាក់ចូលឆ្នាំងជាមួយនឹងទឹកស៊ុបក៏បានដែរយើងអាចយកសាច់គោមកជ្រលក់ជាមួយនឹងទឹកស៊ុបមកពុះក៏អាចញ៉ាំបានដែរតែចំណែកខ្ញុំអត់សូវចូលចិត្តរាងឆៅអញ្ចឹងខ្ញុំដាក់ជាមួយទឹកស៊ុបតែម្ដងទៅឥឡូវស៊ុបរបស់យើងបានឆ្អិនហើយអរគុណបងប្អូនដែលតាមដានវីដេអូរបស់នាងខ្ញុំ